សួស្តីបងប្អូនកូនក្មួយទាំងអស់គ្នាថ្ងៃនេះយើងមានរឿងមួយដែលមានចំណងជើងថាចៅដូរលលើកក្រហមតួអង្គមានដូចជាកូនប្អូនកូនបងនិងលលើកក្រហមតែរឿងនេះគូររូបដោយ Isabelle Cullen រឿងព្រេង Abridge វគ្គ1លលើកក្រហមទាំងពីរកាលពីព្រេងនាយមានស្ត្រីម្នាក់រស់នៅជាមួយកូនប្រុសពីរនាក់ថ្ងៃមួយគាត់ចេញទៅព្រៃហើយរកបានអុសមួយបាច់ទូលត្រឡប់មកវិញនៅតាមផ្លូវមានសត្វលលើកក្រហមមួយគូហើរមកទុំលើអុសរបស់គាត់ហើយក៏គៀបជើងជាប់នៅក្នុងអុសនោះទៅពេលមកដល់ផ្ទះគាត់ត្រេកអរយ៉ាងខ្លាំងដោយឃើញសត្វទាំងពីរនោះហើយក៏ចែកឲ្យកូនប្រុសម្នាក់មួយកូនបងឧទានឡើងខ្ញុំកោពស់ដល់ហើយខ្ញុំនឹងបោចរោមរួចយកវាទៅអាំងម៉ែជួយបង្កាត់ភ្លើងឲ្យខ្ញុំផងកូនប្អូនក៏និយាយចំណែកខ្ញុំវិញខ្ញុំទុកលលើករបស់ខ្ញុំហើយខ្ញុំនឹងយកវាទៅដូរនឹងស្អីទៅអាប្អូនដូរនឹងកូនស្រីមេកន្ទ្រៀងកូនស្រីមេកន្ទ្រៀងដូរនឹងលលើកមួយនេះឬឯងឈួតហើយបងចាំមើលទៅលីហើយបងលីហើយម៉ែកូនប្អូនយកសត្វរបស់ខ្លួនរួចចាក់ចេញទៅពេលមកដល់ភូមិទី1នាយឃើញក្មេងជំទង់មួយក្រុមកំពុងលេងនៅមុខរោងដំដែកគ្រាន់តែក្រឡេកឃើញលលើកក្រហមនៅនឹងដៃនាយភ្លាមពួកក្មេងៗទាំងនោះក៏ស្រែកសុំអេពូម៉ាក់ឲ្យលលើកឯងមកយើងមកនេះណាយកទៅអរគុណក្មេងៗជំទង់អ្នកនោះទទួលយកលលើកបោចរោមរួចដាក់វាអាំងទៅចៅម្ចាស់លលើកដាក់គូតអង្គុយផ្ទាល់ដីហើយស្រែកយំឡាំប៉ាខ្លាំងៗសូមលលើកម៉ែខ្ញុំវិញមកសងលលើកម៉ែខ្ញុំវិញមកពួកគេក៏ឆ្លើយឡើងឈប់យំទៅចាំយើងឲ្យកាំបិតឯងមួយវិញនាយយើងកាន់កាំបិតរួចចាក់ចេញទៅក្រោយមកនាយក៏ទៅដល់មាត់ត្រពាំងមួយនៅទីនោះមានមនុស្សក្រាបជើង4ដូចសត្វឆ្កែពួកគេកំពុងតែខំកាត់ឫស្សីនិងធ្មេញអ្នកទាំងនោះរអ៊ូទាំងត្អូញត្អែខំប្រឹងខំកាត់ឫស្សីរហូតទាល់តែបែកមាត់ចេញឈាមហូររហាមពួកគេប្រឹងប្រែងយ៉ាងខ្លាំងតែគ្មានបានផលអ្វីសោះឡើយឃើញសភាពបែបនោះនាយក៏ផ្ដល់យោបល់យកកាំបិតខ្ញុំទៅពូអាចកាប់ឫស្សីបានស្រួលជាងនេះអ្នកទាំងនោះក៏ឆ្លើយតបដោយរីករាយអរគុណពួកគេយកកាំបិតទៅកាប់ឫស្សីកាំបិតនោះមុតល្អពួកគេកាប់ហើយកាប់ទៀតផ្លែកាំបិតក៏បាក់លាន់សូបផោះនាយក៏ស្រែកយំសូមកាំបិតខ្ញុំវិញមកដឹងទេថាអ្នកណាឲ្យវាមកខ្ញុំគឺក្មេងៗនៅមុខរោងដំដែកយកវាមកបដូរនឹងសត្វលលើកក្រហមខ្ញុំដឹងទេថាអ្នកណាឲ្យលលើកនោះមកខ្ញុំគឺម្ដាយខ្ញុំអ្នកទាំងនោះក៏លួងលោមនាយកុំយំអីក្មួយយើងនឹងឲ្យកន្ត្រកឯងមួយនាយយើងយួរកន្ត្រករួចចាក់ចេញទៅនៅតាមផ្លូវនាយឃើញចំការមួយយ៉ាងធំនៅទីនោះមានមនុស្សកំពុងបេះផ្លែសណ្ដែកពួកគេញាត់ផ្លែសណ្ដែកពេញហោប៉ៅធ្វើឲ្យហោប៉ៅធ្លុះធ្លាយហើយផ្លែសណ្ដែកក៏ជ្រុះរប៉ាត់រប៉ាយអស់នាយក៏និយាយយកកន្ត្រកខ្ញុំប្រើទៅមួយសន្ទុះក្រោយមកកន្ត្រកក៏ពេញតែគេនៅតែបន្តដាក់សណ្ដែកបន្ថែមគេឡើងជាន់បង្ហាប់ព្រោះចង់ញាត់ផ្លែសណ្ដែកឲ្យបានកាន់តែច្រើនថែមទៀតកន្ត្រកក៏រហែកព្រុកទៅនាយខ្ទប់មុខស្រែកយំសងកន្ត្រកខ្ញុំវិញមកដឹងទេថាអ្នកណាឲ្យវាមកខ្ញុំគឺអ្នកកាប់ឫស្សីយកវាមកបដូរនឹងកាំបិតខ្ញុំ
ដឹងទេថាអ្នកណាឲ្យកាំបិតនោះមកខ្ញុំគឺក្មេងៗនៅមុខរោងដំដែកយកវាមកប្ដូរនឹងសត្វលលកក្រហមខ្ញុំដឹងទេថាអ្នកណាឲ្យលលកនោះមកខ្ញុំគឺម្ដាយខ្ញុំដើម្បីលួងចិត្តនាយអ្នកទាំងនោះក៏មិនលើឡើងទាំងញញឹមប្អូនកុំពិបាកចិត្តអីពួកយើងនឹងឲ្យប្រេងសណ្ដែកដ៏ល្អទៅឯងមួយក្អមពេញ